សួស្តីបងប្អូនទាំងអស់គ្នាជួបខ្ញុំបន្តជាមួយនឹងអត្រាកំណែប្រវត្តិវិទ្យាសម័យប្រឡងគឺក្នុងឆ្នាំ2018នៅក្នុងវិញ្ញាសានេះគេមាន5សំណួរទី1នោះសួរថាតើអ្នកនយោបាយខ្មែររូបណាដែលបានបញ្ចប់សង្គ្រាមក្នុងស្រុកឆ្នាំ1998ទី2តើអាណាព្យាបាលបារាំងបាននាំអ្វីខ្លះមកដល់កម្ពុជាទី3ចូលពណ៌នាពីកត្តាសំខាន់ដែលនាំឲ្យកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ1975ដល់1979ដួលរលំទី4ចូលពណ៌នាពីទូនាទីរបស់សហគមន៍អាស៊ាននៅអាស៊ីអាគ្នេយ៍ទី5តើសន្តិភាពដែលបានសម្រេចចាប់ពីឆ្នាំ1998បាននាំអ្វីខ្លះមកដល់កម្ពុជាតើយើងទៅមើលអត្រាកំណែទាំងអស់គ្នាចម្លើយទី1អ្នកនយោបាយខ្មែរដែលបានបញ្ចប់សង្គ្រាមក្នុងស្រុកឆ្នាំ1993គឺសម្ដេចអគ្គសេនាធិបតីហ៊ុនសែនទី2អាណាព្យាបាលបារាំងបាននាំមកដល់កម្ពុជាលទ្ធផលវិជ្ជមានការពារទឹកដីនិងពូជសាសន៍ខ្មែរឲ្យនៅគង់វង្សកាយទម្រង់សង្គមខ្មែរប្រព័ន្ធតុលាការរដ្ឋបាលពន្ធដារការចុះបញ្ជីអប់រំសិក្សាធិការឲ្យមានលក្ខណៈប្រសើរជាងមុនសិក្សាស្រាវជ្រាវចងក្រងអរិយធម៌ប្រវត្តិសាស្ត្រខ្មែរនិងធ្វើការផ្សព្វផ្សាយទៅលើឆាកអន្តរជាតិនិងជួយជួសជុលប្រាសាទខ្មែរឲ្យនៅគង់វង្សតាមរយៈសាលាចុងបូព៌ាសាងសង់ស្ពានថ្នល់សាលារៀនមន្ទីរពេទ្យនិងសមិទ្ធផលផ្សេងទៀតទាមទារយកខេត្តខ្មែរពីស៊ីមកវិញដូចជាខេត្តស្ទឹងត្រែងឆ្នាំ1893ខេត្តត្រាតកោះកុងមលូព្រៃទន្លេពៅឆ្នាំ1904សៀមរាបបាត់ដំបងសេរីសុភ័ណ្ឌឆ្នាំ1907គូសផែនទីដងរែកឆ្នាំ1908សម្រាប់ជាប្រយោជន៍ដល់ខ្មែរលទ្ធផលអវិជ្ជមានជំរិតទារពន្ធយ៉ាងធ្ងន់ធ្ងរធ្វើឲ្យប្រជាជនខ្មែរកាន់តែក្រីក្រនិងធ្វើឲ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រអ្នកទីក្រុងនិងអ្នកជនបទកេណ្ឌប្រជាជនខ្មែរទៅឲ្យច្បាំងក្នុងសង្គ្រាមលោកទាំងពីរលើកប្រមូលយកកេតនភណ្ឌនិងសម្បត្តិមានតម្លៃយកទៅស្រុកបារាំងកាត់ទឹកដីខ្មែរឲ្យសៀមនិងយួនស្រេចតែចិត្តដូចជា1907កាត់ខេត្តត្រាតឲ្យសៀម31មករាឆ្នាំ1939បារាំងដាក់បញ្ចូលកោះត្រល់ក្នុងដែនរដ្ឋបាលកូសាំងស៊ីនទី4មិថុនាឆ្នាំ1949បារាំងកាត់ដែនដីកូសាំងស៊ីនកម្ពុជាក្រោមឲ្យទៅមហាអំណាចវៀតណាមមានមតិត្រឹមត្រូវផ្សេងទៀតចាំបងប្អូនអាចបញ្ចេញបញ្ចូលបានបងប្អូនគិតថាចម្លើយត្រឹមត្រូវទី3កត្តាដែលនាំឲ្យកម្ពុជាប្រជាធិបតេយ្យឆ្នាំ1975ដល់1979ដួលរលំមានការស្អប់ខ្ពើមរបបប៉ុលពតរបបប្រជាជនខ្មែរព្រោះរបបនេះបានធ្វើទារុណកម្មនិងកាប់សម្លាប់ប្រជាជនបង្ខំឲ្យមនុស្សធ្វើការជាទម្ងន់សុខភាពទ្រុឌទ្រោមនិងបាក់កម្លាំងកង្វះអាហារកង្វះសម្លៀកបំពាក់គ្មានថ្នាំព្យាបាលរងចាំតែក្តីស្លាប់បំបត្តិសិទ្ធិសេរីភាពជំនឿសាសនាប្រពៃណីទំនៀមទម្លាប់ការសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធនៅពាក់កណ្ដាលឆ្នាំ1976មានការសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធក្នុងចំណោមសមាជិកសំខាន់ក្នុងបកកុម្មុយនីសកម្ពុជាការសម្រិតសម្រាំងយកមនុស្សបដិវត្តបរិសុទ្ធក្នុងចំណោមសមាជិកសំខាន់ក្នុងបកកុម្មុយនីសកម្ពុជាបានធ្វើឲ្យបែកបាក់ផ្ទៃក្នុងពិសេសជួរអ្នកដឹកនាំការធ្វើសង្គ្រាមជាមួយវៀតណាមចាប់ពីឆ្នាំ1975កម្ពុជាប្រជាធិបតេយ្យចាប់ផ្ដើមបង្កចំនួនទៅតាមព្រំដែនជាមួយប្រទេសវៀតណាមដោយពុំប្រមាណកម្លាំងរបស់ខ្លួនកងទ័ពខ្មែរក្រហមមានចំនួនតិចយុទ្ធសាស្ត្រធ្វើសង្គ្រាមខ្សោយតែកងទ័ពវៀតណាមមានអាវុធទំនើបនិងយុទ្ធសាស្ត្រធ្វើសង្គ្រាមពូកែការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី2ធ្នូឆ្នាំ1978ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតឡើងដោយមានបំណងផ្ដួលរលំរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី25ធ្នូឆ្នាំ1978រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងទ័ពស្ម័គ្រចិត្តរបស់វៀតណាមបានបើកការវាយប្រហារលើកម្ពុជាប្រជាធិបតេយ្យរហូតជោគជ័យនៅថ្ងៃទី7មករា1979មានមតិត្រឹមត្រូវផ្សេងទៀតបងប្អូនអាចព្យាយាមចូលបានគឺថាចម្លើយធម្មស្របចូលដល់ចម្លើយទី4តួនាទីរបស់សមាគមអាស៊ាននៅអាស៊ីអាគ្នេយ៍មានដូចជា
ផ្នែកនយោបាយរក្សាសន្តិសុខសន្តិភាពក្នុងតំបន់និងអន្តរជាតិចូលរួមដោះស្រាយវិវាទឬចំនួនក្នុងតំបន់និងអន្តរជាតិធ្វើឲ្យមានឯកភាពក្នុងការដឹកនាំស្របតាមលទ្ធិប្រជាធិបតេយ្យផ្នែកសេដ្ឋកិច្ចជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងការអភិវឌ្ឍទីផ្សារដើម្បីប្រកួតប្រជែងជាមួយប្រទេសជឿនលឿនបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកទេសចរណ៍ដើម្បីបង្កើនការងារនិងប្រាក់ចំណូលប្រជាជនផ្នែកសង្គមជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជំនឿសាសនានិងប្រពៃណីទំនៀមទម្លាប់ផ្លាស់ប្ដូរបទពិសោធន៍ផ្នែកអប់រំសិក្សាធិការការបណ្ដុះបណ្ដាលធនធានមនុស្សបច្ចេកវិទ្យាវិទ្យាសាស្ត្រលើកកម្ពស់សិទ្ធិមនុស្សនិងសមភាពយេនឌ័រក្នុងតំបន់បង្កើនទំនាក់ទំនងល្អជាមួយប្រជាជាតិនានាក្នុងតំបន់និងពិភពលោកមានមតិត្រឹមត្រូវផ្សេងទៀតចូលដល់ចម្លើយទី5សន្តិភាពដែលបានសម្រេចចាប់ពីឆ្នាំ1998មកនាំមកដល់កម្ពុជាលើគ្រប់វិស័យដូចជាវិស័យនយោបាយវិនិយោបាយក្នុងប្រទេសកម្ពុជាទទួលបានសន្តិសុខសន្តិភាពនិងស្ថិរភាពនយោបាយមានការបោះឆ្នោតជ្រើសរើសមេដឹកនាំនយោបាយក្រៅប្រទេសឆ្នាំ1999កម្ពុជាបានក្លាយជាសមាជិកអាស៊ានឆ្នាំ2004ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក2012កម្ពុជាធ្វើជាប្រធានអាស៊ានកម្ពុជាមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់និងពិភពលោកវិស័យសេដ្ឋកិច្ចកសិកម្មមានកំណើនទិន្នផលកសិកម្មព្រោះសម្បូរទីផ្សារឧស្សាហកម្មកំណើនរោងចក្រសហគ្រាសពាណិជ្ជកម្មសម្បូរវិនិយោគិនសម្បូរទីផ្សារទេសចរបង្កើនភ្ញៀវទេសចរបង្កើនការងារនិងប្រាក់ចំណូលដល់ប្រជាជនហេរញ្ញវត្ថុស្ថិរភាពអត្រាប្តូរប្រាក់គមនាគមន៍មានការកសាងស្ពានផ្លូវពីទីក្រុងដល់ជនបទដោយមានប្រព័ន្ធទឹកភ្លើងនិងមានកំណើនសេដ្ឋកិច្ចរាល់ឆ្នាំវិស័យសង្គមវិស័យអប់រំមានសាលារៀនគ្រប់កម្រិតគ្រប់ទីកន្លែងនិងមានធនធានមនុស្សវប្បធម៌កកកាយវប្បធម៌ឲ្យរស់ឡើងវិញដាក់បញ្ចូលសម្បត្តិវប្បធម៌ជាបេតិកភណ្ឌពិភពលោកសុខដុមរមនាក្នុងសាសនាសុខាភិបាលមានការបង្កើតមន្ទីរពេទ្យមណ្ឌលសុខភាពពីទីក្រុងដល់ជនបទផ្ដល់សិទ្ធិដល់ស្ត្រីសមភាពយេនឌ័រមានមតិត្រឹមត្រូវផ្សេងទៀតអូខេអរគុណច្រើនបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយនៅវីដេអូក្រោយយើងជួបដល់វិញ្ញាសាការចេញពីក្នុងឆ្នាំ2019សូមបងប្អូនកុំភ្លេចជួយ like និង subscribe channel ខ្ញុំបាទប្រព័ន្ធដើម្បីទទួលបាននូវកំណត់សំណួរថ្មីៗក៏ដូចជាការលើកចិត្តក្នុងការផ្លាប់វីដេអូបន្តទៀតដែរបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយ